សួស្តីអ្នកនរគ្នាចឹងយើងតមករៀនយើងបន្តទៀតតាក់ទងទៅនឹងសរីរាង្គវិញ្ញាណអញ្ចឹងដល់ថ្ងៃនេះគឺយើងមកដល់តាក់ទងទៅនឹងច្រមុះឬក៏យើងហៅថាធាតុវិញ្ញាណអញ្ចឹងគោលបំណងសំខាន់របស់យើងទី1គឺតើធាតុវិញ្ញាណជាអ្វីច្រមុះជាអ្វីក្លិនជាអ្វីហើយច្រមុះមាននីតិសំខាន់អីខ្លះតើតំបន់ធាតុវិញ្ញាណមានទម្រង់ម៉េចហើយកោសិកាអ្វីដែលទទួលរំញោចក្លិនអានេះធ្លាប់ប្រឡងចេញមកដប់ហើយវាស្ថិតនៅណាកោសិកានីមួយៗនៃតំបន់ធាតុវិញ្ញាណមានតួនាទីយ៉ាងដូចម្ដេចតោះអូខេយើងទៅទាំងអស់គ្នាអញ្ចឹងតកតងទៅនឹងធាតុវិញ្ញាណយើងដឹងហើយគឺជាច្រមុះអញ្ចឹងធាតុវិញ្ញាណគឺជាប្រព័ន្ធវិញ្ញាណដែលអាចឲ្យយើងដឹងក្លិនសារធាតុគីមីតាមរយៈខ្យល់អញ្ចឹងយើងត្រូវការខ្យល់ដើម្បីធ្វើឲ្យមានផ្សាយនៃក្លិនហ្នឹងគឺពាសពេញណាឧទាហរណ៍ដូចយើងម៉ាក់ស្លឬក៏ឆាម្ហូបអីមួយអញ្ចឹងបើសិនជាក្លិនហ្នឹងអត់ផ្សាយតាមរយៈខ្យល់ចូលទៅក្នុងបន្ទប់យើងទេយើងអត់ដឹងក្លិនទេឬក៏បន្ទប់យើងបិទកុំឲ្យខ្យល់ចូលបានគឺអត់អាចដឹងក្លិននៃសារធាតុគីមីនឹងបានទេណាអូខេអញ្ចឹងច្រមុះជាសរីរាង្គធាតុវិញ្ញាណណាអូខេចាំមានន័យថាវានឹងបង្កើតបានជាអាងផ្លុចប្រសាទនៅក្នុងច្រមុះហើយវាមានកន្លែងរបស់វានៅតំបន់ធាតុវិញ្ញាណហើយវានឹងបញ្ជូនទៅកាន់ខួរក្បាលដើម្បីឲ្យខួរក្បាលធ្វើការបកស្រាយក្លិនជាអ្វីក្លិនគឺជាសារធាតុគីមីដែលមាននៅក្នុងអាហារអូខេអាហាររបស់យើងមានសារធាតុគីមីនៅក្នុងហ្នឹងបាទហើយអ្នកខ្លះថាអូសារធាតុគីមីហ្នឹងពុលអត់ទេអាហារឧទាហរណ៍កលុយកុស C6H12O6 អត់ពុលទេណាអានឹងយើងហូបបានណាជឿទៅបាទវាមានសារធាតុគីមីពុលសារធាតុគីមីមិនពុលណាភេសជ្ជៈផ្សេងឧទាហរណ៍ដូចជាញ៉ាំស្ទីងឬក៏អីផ្សេងគោះឲ្យយើងឃើញមានក្លិនហ្នឹងជាទៅឈ្ងុយឬក៏អីចឹងទៅឬក៏ក្លិនជូរឬក៏អីទៅណាហើយគ្រឿងកអូបផ្សេងណាទៀតច្រមុះមាននីតិប្រហែលយ៉ាងចឹងពីរយ៉ាងទី1គឺដំណក់ដង្ហើមគេហៅថាដកដង្ហើមណាខ្លីបំផុតហើយនឹងហាត់ក្លិនផ្សេងណាអូខេតោះយើងទៅទៀតចឹងតំបន់ធាតុវិញ្ញាណគេហៅជាស្រទាប់សាមដែលកាត់ពីកោសិកា3យ៉ាងគឺកោសិកាទ្រទ្រង់កោសិកាមូលដ្ឋាននិងកោសិកាធាតុវិញ្ញាណអ្នកនរគ្នាអាចមកមើលរូបនេះមួយឧទាហរណ៍រូបគុំនៃធាតុវិញ្ញាណយើងឃើញនៅអានេះខួរក្បាលរបស់យើងបន្ទាប់ពីខួរក្បាលរបស់យើងឃើញនេះចូលមកក្នុងច្រមុះមកយើងឃើញនៅម្ដុំនេះគឺតំបន់ធាតុវិញ្ញាណអាកន្លែងហ្នឹងគឺជាកន្លែងនៃការបង្កើតអាងផ្លុចផ្សាអញ្ចឹងវាមិនមែននៅច្រមុះយើងម្ដុំនេះទេគឺវាចូលមកជ្រៅណាអញ្ចឹងអាស្រទាប់ហ្នឹងបើយើងរកចូលទៅក្នុងដៃចូលទៅច្រមុះទៅវាសើមប៉ុន្តែហ្នឹងរកជ្រៅបន្តិចអូខេគេហៅអំពូលធាតុវិញ្ញាណឬក៏តំបន់ធាតុវិញ្ញាណហ្នឹងហើយអញ្ចឹងនៅក្នុងអំពូលធាតុវិញ្ញាណហ្នឹងគេយកទៅពលាតគេបានប៉ុណ្នេះអូខេអញ្ចឹងយើងក៏លេខមកនៅខាងក្រោមនេះគឺមានស្រទាប់មួយគេហៅស្រទាប់ slash ហើយបន្ទាប់ពីស្រទាប់ slash ហ្នឹងមកយើងឃើញមានអារោមនេះអានឹងគេហៅរោមញ័រប៉ុន្តែអារោមញ័រហ្នឹងបើយើងមើលរត់វាមកលើមកនេះរត់មកលើជិះមកអានឹងគេហៅកោសិកាធ្មូលធាតុវិញ្ញាណហ្នឹងហើយណារៀងមានដូចឬហើយរៀងដូចនេះឡើងទៅលើទៅអានឹងធាតុវិញ្ញាណហើយអាកោសិកាធាតុវិញ្ញាណហ្នឹងគឺអាសរសៃខាងលើវាហ្នឹងគឺមាន neuron ណានៅលើហ្នឹងហើយបន្ទាប់មកទៀតមានកោសិកាមួយដែលស្ថិតនៅចន្លោះកោសិកាធ្មូលធាតុវិញ្ញាណហ្នឹងគឺគេឲ្យឈ្មោះថាជាកោសិកាទ្រទ្រង់ដែលយើងមើលតាមរយៈរូបហ្នឹងគឺវាស្ថិតនៅចន្លោះកដាលរវាងកោសិកាធ្មូលធាតុវិញ្ញាណគឺកោសិកាទ្រទ្រង់ហើយកោសិកាមួយទៀតគឺស្ថិតនៅខាងលើនេះអូខេយើងមើលតាមរយៈរូបនេះគឺកោសិកាធ្មូលធាតុវិញ្ញាណអាហ្នឹងអញ្ចឹងណាអញ្ចឹងមាន3ហ្នឹងអញ្ចឹងទី1កោសិកាទ្រទ្រង់កោសិកាមូលដ្ឋានហើយនិងកោសិកាធ្មូលធាតុវិញ្ញាណណាកោសិកាអ្វីដែលទទួលយករំញោចក្លិនគេហៅថាកោសិកាធ្មូលធាតុវិញ្ញាណអញ្ចឹងគឺវានៅណាស្ថិតនៅក្នុងប្រហោងនៃរុនច្រមុះណាអានឹងវានៅក្នុងរុនច្រមុះរបស់យើងអូខេហើយបន្តមកទៀតតកតងទៅនឹងកោសិកាទ្រទ្រង់កោសិកាមូលដ្ឋានហើយនិងកោសិកាធ្មូលធាតុវិញ្ញាណហ្នឹងមាននីតិអ្វីអញ្ចឹងតកតងទៅនឹងកោសិកាធ្មូលធាតុវិញ្ញាណគេហៅជាធ្មូលវិញ្ញាណក្លិនអញ្ចឹងធ្មូលវិញ្ញាណក្លិនដែលចាប់យកម៉ូលេគុលក្លិនហើយវានឹងបង្កើតបានជាអាងផ្លុចប្រសាទណាអាហ្នឹងមានថាវាប្រាប់ទៅកាន់ខួរក្បាលហ្នឹងឲ្យខួរក្បាលបកស្រាយតើកោសិកាមូលដ្ឋានជាស្រទាប់បាតដែលទ្រទ្រង់ផ្នែកដែលពាក់ព័ន្ធទៅនឹងកោសិកាធាតុវិញ្ញាណហើយកោសិកាទ្រទ្រង់មាននីតិផ្ដល់សារធាតុចិញ្ចឹមផ្សេងទៅឲ្យកោសិកាធាតុវិញ្ញាណនឹងធ្វើឲ្យស្លេសរបស់យើងមានពណ៌លឿងភ្លាវដូចសម្បោររបស់យើងអីហ្នឹងអាហ្នឹងមានពណ៌លឿងភ្លាវចឹងទៅណាអូខេអញ្ចឹងអរគុណប៉ុណ្ណឹងអ្នកនរគ្នា